បាទសួស្តីបងប្អូននៅក្នុងវីដេអូនេះផងដែរខ្ញុំធ្វើការបង្ហាញអំពី AI Boy version 7.3 ហើយនៅក្នុង version នេះផងដែរគឺកែសម្រួលសម្រាប់សារលក្ខណៈឡើងចោះវាមិនទៀងអញ្ចឹងណាហើយក៏មិនមែនថាផ្សារស្រួលលេងអត់កើតដែរលេងបានដូចជាក់ស្ដែងឥឡូវនេះខ្ញុំបានបិទបើកតេស្តវាចូលរយៈពេល24ម៉ោង2ថ្ងៃអញ្ចឹងវា48ម៉ោងអញ្ចឹងឃើញថាខ្ញុំបិទបើកច្រើនសារអញ្ចឹងកន្លែងនេះគឺយើងតេស្តមួយសារទៀតដើម្បីឲ្យច្បាស់ការថាវាដំណើរការស្រួលអត់អញ្ចឹងfeature អត់មានអីថ្មីអីច្រើននេះទេខាងមុខនេះគឺពាក់ព័ន្ធជាមួយនឹង balance យើង deposit តែដែលហេតុខ្ញុំបិទបើកច្រើនយើង balance ដែលយើងចំណេញគឺវាបូកចូល deposit បាត់ហើយឥឡូវខ្ញុំបើកមិញប្រហែលជា20នាទីអញ្ចឹងផ្សារឡើងហើយក៏បុកចុះឥឡូវបុកឡើងទៅវិញវាកំពុងធ្វើការដោះស្រាយអញ្ចឹងនៅក្នុង version នេះគឺខ្ញុំដក feature មួយចំនួននៅក្នុង version ចាស់ដែលមើលទៅវាប៉ះពាល់ចំពោះកុំព្យូទ័របងប្អូនខ្លះគាត់ version CPU គាត់ស្ពេចទៀតហើយក៏អត់មាន VGA ដាច់អញ្ចឹងធ្វើឲ្យការដើរវាតាក់អញ្ចឹងវាកណនីក៏វាយឺតអញ្ចឹងអាចប្រឈមនឹងការខាតច្រើនហើយមួយវិញទៀតនៅក្នុងនេះខ្ញុំបានបន្ថែមនៅ feature ថ្មីដក feature ចាស់មុខងារចាស់ដោយមុខងារថ្មីនេះខ្ញុំ start up ពី button trade សិនដែលនៅក្នុង button trade នេះគឺមានមុខងារ chase order ដែលមុខងារ chase order management នេះគឺពាក់ព័ន្ធជាមួយនឹងនៅពេលដែលផ្សារ bullish ហើយនឹង bearish ផ្សារ bullish មានន័យថាគាត់ bullish ឡើង bearish មានថាគាត់បុកចុះអញ្ចឹងនឹងនៅពេលដែលឡើងវានឹងធ្វើការកណនាទៅតាម ATR អញ្ចឹងបើបងប្អូនអ្នកធ្លាប់ trade គាត់យល់នឹងស្អីគេហើយបើអ្នកអត់ធ្លាប់ trade ជាស្រ័យបងប្អូនអាចទៅ search ក៏មើលបានខ្ញុំអត់ចំណាយពេលបញ្យល់ទេព្រោះវីដេអូនេះគ្រាន់តែប្រាប់ពី function ក្នុងការប្រើខ្លីៗអញ្ចឹងបងប្អូនអាចធ្វើការបើក tick មកចុច tick សិនហើយអត់មានតែធ្វើអញ្ចឹងគ្រាន់តែចុចបិទចុចបើកហ្នឹងតែប៉ុណ្្នឹងបានហើយមួយវិញទៀតនៅខាងក្រោមនេះគឺពាក់ព័ន្ធជាមួយនឹង Dynamic Load Management អញ្ចឹងនៅក្នុងនេះគឺជាមុខងារក្នុងការដោះស្រាយលើបញ្ហាជាប់ hold អញ្ចឹងនៅក្នុងហ្នឹងខ្ញុំដាក់ Paris ខ្ញុំដាក់ 2.0 វាស្មើនឹង 2% បើបងប្អូនដាក់ 3.0 3%មួយក៏លុបដាក់13ក៏ 3% ដែរអញ្ចឹងណាអញ្ចឹងនៅក្នុងហ្នឹងវាមានស្រាក់ជី3ទី1គឺ risk based ទី2គឺ aggressive ហើយទី3គឺ volatility adjusted អញ្ចឹងនៅក្នុងហ្នឹងបើនិយាយទៅខ្ញុំបញ្យល់ឲ្យងាយយល់កន្លែង risk based នេះគឺ style ដោះរបៀបអ្នកដែលគាត់ basic ជំហានដំបូងអញ្ចឹងណាហើយ aggressive នេះគឺអ្នកដែលគាត់លេងរយៈពេលមួយជុំឆ្នាំអញ្ចឹងគាត់មានដឹងវិធីសាស្ត្រដោះច្រើនហើយចំពោះ volatility adjusted នេះគឺអ្នកដែលគាត់លេងយូរឆ្នាំអញ្ចឹងគាត់ជើងចាស់គាត់ដឹងថាត្រូវធ្វើម៉េចក្នុងការជាប់ hold ទីហោជាប់ hold 23-24% នៅក្នុងទីតាំងផ្សេងគ្នាថាគាត់ត្រូវដោះស្រាយម៉េចអញ្ចឹងណាអញ្ចឹងនៅក្នុងហ្នឹងអញ្ចឹងបងប្អូនគ្រាន់តែ tick ទៅតែសម្រាប់ខ្ញុំ recommend ឲ្យប្រើប្រាស់នៅក្នុង function ទី3នេះណាកន្លែង volatility adjusted តមកទៀតគឺ trade mode selector trade mode selector នេះគឺនៅក្នុងហ្នឹងគឺមាន normal ហើយនឹង BPR បើសិនជាបងប្អូនចុច select normal អញ្ចឹងមានន័យថាគឺក្នុង style ចាស់នៅក្នុង version 7.2 តែបើបងប្អូនដែលទើបតែទិញហើយគឺគាត់អត់បានដឹងថា 7.2 style ចាស់មិនបងប្អូនអាចទៅទី 7.2 copy ដាក់ចូលក្នុង folder ចាស់របស់យើងហ្នឹងហើយលុប 7.3 នេះទៅបើកមកអញ្ចឹង renew តដូចគ្នាអញ្ចឹងបងប្អូនចុចមើលទៅថា 7.2 វាមិនអញ្ចឹងណាតែបច្ចុប្បន្ននេះខ្ញុំ recommend ឲ្យបងប្អូនប្រើលក្ខណៈជា BPR អញ្ចឹងវានឹងធ្វើការឆែកមើល FVG IFVG ហើយនឹង BPR signal ដើម្បីធ្វើការទិញលក់ជាក់ស្ដែងដូចជាក់ស្ដែងឥឡូវនេះគេដាក់ current signal sell BPR អញ្ចឹងវានៅចិត្តនឹង resistance អញ្ចឹងណាអញ្ចឹងកន្លែងហ្នឹងបងប្អូនអាច research ខ្លួនឯងថែមបានខ្ញុំអត់បញ្យល់អីច្រើនទេអញ្ចឹងគ្រាន់តែដឹងថាបងប្អូនអាចធ្វើការ select យក BPR បើសិនជាអត់ឃើញចុចមកហើយយក BPR មកណាហើយទុកវាម្ដុំសិនបន្តមកទៀតកន្លែង enable នេះកន្លែង total profit
take profit កន្លែងនេះខ្ញុំដាក់ខាងលើថា total profit take profit មានន័យថាម៉េចមុខងារហ្នឹងគឺមានន័យថាជាធម្មតានៅក្នុងកន្លែងយើងទិញយើងលក់ខាងក្រោមនេះគឺមាន balance ហើយនិង equity balance នេះគឺជាលុយដែលយើងដាក់គោលទៅ equity មានថាគឺលុយដែលយើងជួញដូរបើសិនជាឧទាហរណ៍បើសិនជាលុយដែលយើងដាក់គោល3477អញ្ចឹងអាលុយនេះគឺអត់អង្កិលទេតែនៅខាងនេះគឺលុយតម្លៃយើងដដែលគ្រាន់តែវាបង្ហាញភាពនៃការរង្កិលចុះរង្កិលឡើងនៃការជួញដូររបស់យើងអញ្ចឹងខ្ញុំកំណត់ target $50 អញ្ចឹងបើសិនវាជួញដូរបានតម្លៃ total profit មានថា position 410នេះបើកមកបុកចូលគ្នាបាន profit $50វានឹងធ្វើការ close បញ្ជាក់ close position នេះដើម្បីយក profit អញ្ចឹងបើបងប្អូនថាចាំចំណេញ100ចាំបិទអូខេ100ចាំបិទក៏ប៉ុន្តែក្នុងលក្ខខណ្ឌថាវាបិទបើសិនជាវាបិទទៅក្នុងឡុងពេលនឹងផ្សារវាលកខាតវិញក៏វាអត់បិទទៀតដែរវាឈប់សិនអានេះខ្ញុំកំណត់គោលឲ្យនឹងមួយទុកនៅក្នុងស្រាប់អញ្ចឹងណាងាយស្រួលអញ្ចឹងកន្លែងហ្នឹងសង្ឃឹមបងប្អូនងាយយល់ខ្ញុំបញ្យល់ខ្លីៗហើយខាងក្រោមនេះគឺ symbol អត់មានអីញ៉ៃញ៉ៃទេ select symbol ចង់ trade account sen trade account standard select យក standard account មាន standard អញ្ចឹងទៅណាកន្លែងនេះគឺកន្លែង fix lot size ខ្ញុំដាក់ 1.5 នៅសារដែលខ្ញុំលេង account sen អញ្ចឹងបើសិនជា 0.01 sen download វាធ្វើការបើវាទិញ10 20% បាន load ម្ដងបានចូល2000លុយខ្មែរ5កាក់អញ្ចឹងខ្ញុំដាក់ 1.5 អញ្ចឹងមានន័យថាពេលវា order អាចចន្លោះ 0.04 ឡើងឬមួយក៏ 0.03 ឡើងអញ្ចឹងបើសិនជាផ្សារលក់ល្អមួយផ្លេត2000មួយផ្លេត2000អញ្ចឹងផ្ទះម្ដងគឺបាន$1ទៅ2ដង$1តែឥឡូវផ្សារកំពុងតែកោអញ្ចឹងបងប្អូនឃើញស្រាប់ position គឺកំពុងតែធ្វើការចេញកាក់អញ្ចឹង signal ខ្ញុំនឹងប្រាប់ថា signal វាបង្ហាញកន្លែងណាអញ្ចឹងនៅក្នុង tab trading នេះបើបងប្អូនសេរីឲ្យអស់ហើយបងប្អូនគ្រាន់តែអូសមកលើចុចពាក្យ sell ជាការស្រេចតែបើបងប្អូន sell ហើយបងប្អូនអត់ចង់សេរីទៀតបងប្អូនអាចចុច start board មក select symbol ឲ្យទៅវាធ្វើការដំណើរការជួញដូរហើយណានៅក្នុង tab setting នៅក្នុង setting នេះគឺអត់មានអីច្រើនទេនៅក្នុងនេះគឺមានពាក់ព័ន្ធជាមួយនឹងអាមិញហ្នឹង buy and sell bullish ហ្នឹងដែលខ្ញុំដាក់នៅក្នុងនឹងដែរពីព្រោះថា feature ហ្នឹងខ្ញុំចង់បំបែកវាអញ្ចឹងណាចង់បំបែកវាអញ្ចឹងតិចទៀតខ្ញុំធ្វើការបំបែកមក setting នេះវិញខ្ញុំដកនៅប្រឡោះនេះចេញអញ្ចឹងកន្លែងនេះខ្ញុំអត់និយាយទេហើយអានេះគឺ trading strategy នៅក្នុង version 7.2វាមានពាក់ព័ន្ធជាមួយ order ធម្មតាswing ហើយនឹងគុណលក់សាយអញ្ចឹងណាហើយខាងក្រោមនេះពាក់ព័ន្ធជាមួយ recovery setting ខ្ញុំសូមបញ្ជាក់តិចកន្លែង recovery setting នេះគឺពីមុនយើងគិតទៅលើ equity អញ្ចឹងខាងកន្លែង trading នេះយើងគិតទៅលើ total balance profit ហើយកន្លែងនេះគិតលើ equity បើសិនជាបងប្អូនបើក take profit ពីរហ្នឹងបើមានមួយបើកមួយត្រូវបិទខ្ញុំសូមបញ្ជាក់ហេតុអីអញ្ចឹងបើសិនជាបងប្អូនបើកទាំងពីរអញ្ចឹងមិញនេះខ្ញុំដាក់តម្លៃដែលយកចំណេញគឺ50ណាតែ equity នេះបងប្អូនបើបើកអញ្ចឹងបើកជា equity តម្លៃ 2% អញ្ចឹង 2% អញ្ចឹងបើសិនជា 3477 អញ្ចឹងវាបូកមួយ 2% អញ្ចឹងយើងគិតទៅ 2% បានប្រមាណអញ្ចឹងដល់តម្លៃហ្នឹងបើតម្លៃដែលយើងដាក់នេះគឺអត់ទាន់ដល់ target ហើយ 2% ទូចយើង target របស់យើងបានអញ្ចឹងវាកាត់មុនអញ្ចឹងយើងខាតអញ្ចឹងមុខងារពីរហ្នឹងបើមួយបើកមួយបិទខ្ញុំសូមបញ្ជាក់បើសិនជាមួយបើកមួយបិទអញ្ចឹងណាមួយបើកមួយបិទចឹងឥឡូវវាពង clear position នេះបងប្អូនឃើញវា clear ចឹងវា clear មកដូចថាវាឃើញអត់ទាន់ដល់ target វាស្រកចុះវិញវាឈប់សិនចឹងណាចឹងសូមបញ្ជាក់ម្ដងទៀតបើ function នេះបើក function នេះ total profit take profit នេះបើកចឹង function នេះគឺត្រូវបិទ function នេះ recovery setting គឺត្រូវបិទចឹងដក tick ចេញមកចឹងដក tick មានន័យថាបិទបើកដាក់ tick មានន័យថាបើកខ្ញុំបញ្យល់មិញសង្ឃឹមបងប្អូនយល់កន្លែង order spacing នេះមានន័យថានៅក្នុងកម្រិតនៃការ order ចឹងវាគិតជា second ចឹងខ្ញុំដាក់2 second default ចឹងបងប្អូននឹងដាក់3 4 4 second ចេញម្ដងចឹងក្នុង2 second វាចេញ5តែមិនមែនថាដល់នាទីវាចេញតែម្ដងទេអត់ទេវាកណនី signal ច្បាស់លាស់មិនវាចេញបាទ
ចឹងបើសិនបងប្អូនចង់ដាក់ចុច tick បើបងប្អូនចង់ដាក់ដក tick តែខ្ញុំ recommend ឲ្យដាក់ទៅមួយទៀតពាក់ព័ន្ធvới position recovery setting កន្លែងនេះគឺបញ្ជាក់ទៅលើ time delay ដើម្បីឲ្យវាគណនាថាវាត្រូវចេញ position ដើម្បីជួយ recovery បើសិនវាជាប់ hold ឬមួយក៏អត់មុខងារនេះសំខាន់បងប្អូននៅតែបើកបងប្អូនអត់ចង់បើកចង់លេង load chat ក៏បានតែស្ដាយលើបងប្អូនគិតថាលេងមិនចំណេញអញ្ចឹងណាពួកខ្ញុំដាក់ឲ្យប្រើហើយអញ្ចឹងអានេះគឺគិតជាលក្ខណៈជា minute spacing គិតជា second អញ្ចឹងក្នុង2 second វាស្តៀងនឹងអា function ជាស្ដាយខ្ញុំចូលលើនេះខ្ញុំគិតជា attempt speech អញ្ចឹងយើងគិតជាលក្ខណៈជា order file មានថាក្នុងមួយ post ក្នុង60 second វា order 5 position អញ្ចឹងនៅក្នុងនេះគឺ time វាខ្ញុំគិតជា60 second អញ្ចឹងក្នុង1នាទីវា60 second អញ្ចឹងបើសិនជាបងប្អូនដាក់60 second មានថាក្នុង1នាទីវាគិតមើលម្ដងថានៅក្នុងប្រឡោះហ្នឹងវាត្រូវការចេញបាយឬមួយក៏ចេញ sale អត់អញ្ចឹងណាបើសិនជាវាត្រូវការចេញបាយចេញ sale វានឹងចេញអញ្ចឹង minimum វាគឺ5តែវាមិនមែនថា5ហ្នឹងគឺវាចេញទាំង5ទេអត់ទេវាមើលជាក់ស្ដែងដែរអញ្ចឹងណាអញ្ចឹងបងប្អូនអាចធ្វើការ tick ទៅហើយមួយទៀតពាក់ព័ន្ធជាមួយនឹងខាងក្រោមនេះគឺសំខាន់ news setting អញ្ចឹងមុខងារនេះគឺបិទឬមួយក៏ព្យាយាម clear position មុនពេលដែលព័ត៌មានធំកើតឡើងរយៈពេល15នាទីអញ្ចឹងបើកវាទៅជៀសវាងបងប្អូនជួបហានិភ័យធំអញ្ចឹងណាអញ្ចឹងបងប្អូនសេរីពី tab setting និង trade នេះហើយបងប្អូនចុច save ទៅចុច start board ទៅអញ្ចឹងអា feature ខាងមុខនេះគឺនៅពេលដែលបងប្អូន start board វានឹងចេញ analyze បែបនេះអញ្ចឹងបើបងប្អូនចុចនៅក្នុងកន្លែង dynamic load management នេះចុចលើកន្លែង volatility adjusted អញ្ចឹងវានឹង load នៅខាងមុខនេះថា dynamic load status វា load មុខងារហ្នឹងអញ្ចឹងឥឡូវវាកំពុងតែចេញ lot size ចូល 0.04 បាទ 0.04 អញ្ចឹងវាគណនាផ្ទាល់ខ្លួនវាហ្មងថាវាត្រូវចេញប៉ុណ្ណាដើម្បីធ្វើការឲ្យ order អញ្ចឹងយើងមិនបាច់គិតអីច្រើនទេពាក់ព័ន្ធជាមួយនឹងកន្លែងនេះគឺពាក់ព័ន្ធជាមួយ live chat នេះគឺវា chat បើយើងគិតទៅយើងថា live chat ធម្មតាតែតាមពិតមិនមែនទេអានេះគឺបង្ហាញជាក់ស្ដែងបើសិនជាបងប្អូន trade ដៃគឺពេញលេងហើយព្រោះហេតុអីខ្ញុំបានដាក់បន្ថែមនៅ FVG IFVG BPO និង SMA ទាំងអស់ហ្នឹងគឺខ្ញុំឃើញភាគច្រើនគេយកមកលក់តែខ្ញុំលក់ដែរខ្ញុំលក់ទៅសេជាកូដគាត់យករបស់ free គាត់យកមកលក់អញ្ចឹងណាអញ្ចឹងខ្ញុំទៅសេជាកូដនេះដាក់ចូលកញ្ចប់របស់ខ្ញុំហ្មងដែលជាកញ្ចប់ software ហ្នឹងមកអញ្ចឹងបងប្អូនអាចមើលបានគេនេះជា IFVG គេដាក់ Batis មានន័យថាគឺជា signal box sell ចុះអញ្ចឹងមិញហ្នឹងគឺខ្ញុំបើក20នាទីជាងឥឡូវវា clear signal ចាប់បាន profit មកហើយអញ្ចឹងវា Batis ខ្ញុំមិនដឹងនិយាយអានខុសត្រូវព្រោះអង់គ្លេសខ្សោយដែរអញ្ចឹងអធិស្ឋានបងប្អូនអញ្ចឹងកន្លែងហ្នឹងបើសិនជាលោតពាក្យហ្នឹងមានន័យថាបើ signal វាកំពុងតែចាប់វាថា sell អញ្ចឹងកន្លែងហ្នឹងគឺ signal ចុះហើយវាឡើងក៏វាចុះតិចជាមួយក៏ច្រើនតាមជាក់ស្ដែងតែបើលោតពាក្យ bullish អាហ្នឹងគឺវាផាំឡើងហើយអញ្ចឹងណាអញ្ចឹងបងប្អូនអាច search ជាមួយនឹង Google រៀនបន្ថែមទៀតបានព្រោះថាខ្ញុំទៅសេកូដនេះឡើងក៏មិនមែនជានឹកទៅសេដែរគឺយើងស្រាវជ្រាវត្រឹមត្រូវបានយើងយកមកទៅសេហើយសង្ឃឹមថា version មួយនេះគឺប៉ះប៉ូវផ្លូវចិត្តបងប្អូននៅក្នុង version មុនច្រើនដោយសារតែផ្សារគឺដូរអត់ទៀងហើយខ្ញុំនេះក៏ដាច់បាយដាច់ទឹកដាច់ល្ងុយដែរដើម្បីព្យាយាម update អញ្ចឹងអ្វីដែលខ្ញុំបង្ហាញគឺបានប៉ុណ្ណឹងហើយមួយវិញទៀតបងប្អូនអាចធ្វើការអ្នកដែលមើលវីដេអូនៅក្នុង YouTube អានេះវីដេអូខ្ញុំតម្លាក់ចូលគ្រប់ផងដែរអ្នកមើលវីដេអូក្នុង YouTube បើសិនជាអ្នកចង់តាក់ទងជាមួយនឹងការទិញជាមួយនឹង AI Boy អាចធ្វើការតាក់ទងតាម Telegram 09335876ឬមួយក៏ចូលទៅក្នុងក្រុម Telegram គ្រាន់តែ search នៅក្នុង Telegram ទៅដាក់តា add សញ្ញា add យ៉ាងហ្នឹង add Autobot Cambodia តែប៉ុណ្្នឹងទៅបានហើយនឹងឃើញហើយបើសិនជាពិបាកខ្លាំង comment នៅក្នុងវីដេអូ YouTube ហ្នឹងទៅខ្ញុំធ្វើការតម្លាក់គ្រប់ឲ្យជាន់អញ្ចឹងណាអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងសង្ឃឹមថាបងប្អូនយល់ក្នុងវិធីសាស្ត្រនៃការប្រើមួយនេះអញ្ចឹងអរគុណ